អាមេរិកសម្រេចដកកងទ័ពប្រមាណ 5000 នាក់ចេញពីអាល្លឺម៉ង់ក្រោយ NATO ឈរមើលអាមេរិកធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ក្រសួងសង្គ្រាមអាមេរិកបានប្រកាសថាសហរដ្ឋអាមេរិកនឹងដកកងទ័ពប្រមាណ 5000 នាក់ចេញពីប្រទេសអាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្តដ៏ធំមួយរបស់អង្គការ NATO ខណៈការសម្រេចនេះបានកើតឡើងស្របពេលនៃភាពតានតឹងកាន់តែរីកធំឡើងរវាងលោកប្រធានាធិបតី Donald Trump និងសហភាពអឺរ៉ុបជំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ការដកកងទ័ពអាមេរិកនេះបានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចពាក្យសម្ដីរវាងលោក Trump និងអធិការបតីអាល្លឺម៉ង់លោក Friedrich Merzលោក Merz បានលើកឡើងថាភាគីអ៊ីរ៉ង់កំពុងធ្វើឲ្យអាមេរិកអាម៉ាស់មុខនៅក្នុងកិច្ចចរចាបញ្ចប់សង្គ្រាមលោក Merz បន្តថារដ្ឋធានី Washington មិនមានយុទ្ធសាស្ត្របញ្ចប់សង្គ្រាមច្បាស់លាស់នោះទេទោះជាយ៉ាងណាមន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់បានលើកឡើងថាការប្រតិកម្មរបស់លោក Trump គឺជារឿងសមស្របទៅនឹងសម្ដីរបស់មេដឹកនាំអាល្លឺម៉ង់សូមជម្រាបថាអាមេរិកមានកងទ័ពសរុបប្រមាណ 35000 នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ដែលជាចំនួនដ៏ច្រើនជាងគេនៅអឺរ៉ុបចំណែកប្រទេសអ៊ីតាលីមានទ័ពអាមេរិកឈរជើងប្រមាណ 10000 នាក់លោក Trump ថែមទាំងបានគំរាមកំហែងដល់បណ្ដាប្រទេសនៅអឺរ៉ុបផ្សេងទៀតដែលមិនគាំទ្រប្រតិបត្តិការយោធារបស់អាមេរិកក្នុងសង្គ្រាមអ៊ីរ៉ង់ជាក់ស្ដែងប្រទេសអេស្ប៉ាញបានប្រឈមនឹងការកាត់ផ្តាច់ពាណិជ្ជកម្មបន្ទាប់ពីបដិសេធមិនឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពនិងដែនអាកាសដើម្បីវាយប្រហារលើអ៊ីរ៉ង់លើសពីនេះលោក Trump ក៏បានរិះគន់ប្រទេសអ៊ីតាលីថាខ្វះភាពក្លាហាននិងធ្វើឲ្យអាមេរិកខកចិត្តមិនតែប៉ុណ្ណោះលោក Trump ក៏បានស្ដីបន្ទោសសម្ព័ន្ធមិត្ត NATO ផងដែរដែលមិនបានបញ្ជូនកងទ័ពជើងទឹកទៅជួយបើកច្រកសមុទ្រ Hormuz ដែលជាដង្ហើមប្រេងប្រមាណ 20% របស់ពិភពលោក